nơiទីបំផុតឃើញថាជនរងគ្រោះដែលជាម្ចាស់ឡានពីរគ្រឿងដែលដឹកកណាត់ហើយត្រូវបានសមត្ថកិច្ចការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការឃាត់ឡានហើយកម្រិតទារប្រាក់ចំនួន$9,000ជនរងគ្រោះបានសម្រេចចិត្តនៃការដាក់ពាក្យបណ្ដឹងជាផ្លូវការហើយដោយបានប្តឹងលោកឈុនឆាងដែលជានាយការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការឋាននគរបាលខេត្តស្វាយរៀងនិងបកពួកពីបទកំហែងយកពាក្យបណ្ដឹងនេះបានគ្រប់ជូនព្រះរាជអាជ្ញានៃឯកការអមសានដំបងខេត្តស្វាយរៀងនៅថ្ងៃទី7ខែសីហាឆ្នាំ2026នេះតែម្ដងនេះបើយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះមានឈ្មោះថាសុករ៉ាភេស្រីដែលអង្គភាពសារព័ត៌មានកម្ពុជាឈ្នះទើបតែទទួលបាននៅក្នុងពាក្យបណ្ដឹងមាន2ទំព័រប៉ុន្តែខ្ញុំសង្ខេបជូនបងប្អូនករណីនេះបានកើតឡើងនៅថ្ងៃទី2ខែសីហាឆ្នាំ2026ឡានពីរគ្រឿងដែលជាឡានដឹកកណាត់ត្រូវបានកម្លាំងការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការឋាននគរបាលខេត្តស្វាយរៀងដឹកនាំដោយលោកឈុនឆាងតែម្ដងបានបង្ខាត់រថយន្តហើយមិនបានរាយការណ៍ទៅមេមិនបានសុំគោលការណ៍អនុញ្ញាតពីខាងព្រះរាជអាជ្ញាបែរជាយកឡានរបស់បងប្អូនប្រជាពលរដ្ឋទុកនៅកន្លែងរបស់លោកឈុនឆាងទៅវិញក្រោយមកទៀតជនរងគ្រោះក៏បានទៅជួបលោកឈុនឆាងដើម្បីសួរនាំថាតើឡានរបស់ជនរងគ្រោះមានខុសអីប៉ុន្តែលោកឈុនឆាងអាងអំណាចខ្លួនឯងជានាយការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចមិនបានធ្វើការឆ្លើយតបបែបណាជាមួយជនរងគ្រោះទេក្រោយមកក៏មានការចរចាគ្នាដំបូងលោកឈុនឆាងបានទាមទារប្រាក់ចំនួន$10,000ប៉ុន្តែក្រោយការចរចានិងសុំសម្របសម្រួលគឺជនរងគ្រោះត្រូវបង់ចំនួន$9,000ហើយរូបភាពដែលបងប្អូនបានឃើញគឺជនរងគ្រោះផ្ទាល់ភេស្រីនេះបានថតនៅពេលដែលប្រកល់ប្រាក់ជូនលោកឈុនឆាងតែម្ដងឡានដឹកកណាត់ចំនួន2គ្រឿងនេះត្រូវបានលោកឈុនឆាងឲ្យត្រឡប់មកវិញនៅថ្ងៃទី5ខែសីហាក្រោយពីបានទទួលប្រាក់ចំនួន$9,000សហរដ្ឋអាមេរិកបើតាមជនរងគ្រោះអាងថាឡានដឹកកណាត់នេះគឺបានយកកណាត់មកពីពេញហើយទៅលក់នៅបាវិតនៅព្រំដែនដើម្បីបានជាកម្រៃប៉ុន្តែបែរជាត្រូវសមត្ថកិច្ចខុសខ្លួនខណៈដែលឡានទាំងអស់នេះគឺដឹកទំនិញត្រឹមត្រូវទាំងអស់ដោយមានវិក័យប័ត្រត្រឹមត្រូវដែលនេះចាត់ទុកថាគឺជាការចម្រិតទារប្រាក់ស្ដែងពីលោកឈុនឆាងនាយការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការឋាននគរបាលខេត្តស្វាយរៀងតែម្ដងឥឡូវនេះជនរងគ្រោះបានសម្រេចចិត្តដាក់ពាក្យបណ្ដឹងផ្លូវការហើយពីបទកំហែងយកដោយបានប្តឹងលោកឈុនឆាងនិងបកពួកនិងស្នើឲ្យព្រះរាជអាជ្ញានៃឯកការអមសានដំបងខេត្តស្វាយរៀងមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះលោកឈុនឆាងនិងបកពួកនិងសូមទាមទារលុយមកវិញចំនួន$9,000សហរដ្ឋអាមេរិកពាក់ព័ន្ធករណីនេះផងដែររហូតមកទល់ពេលនេះមិនមានការបដិសេធឬសេចក្តីបំភ្លឺព័ត៌មានណាមួយពីលោកឈុនឆាងដែលជានាយការឡាយប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការឋាននគរបាលខេត្តស្វាយរៀងទេហើយស្នងការឋាននគរបាលខេត្តស្វាយរៀងក៏មិនមានចេញសេចក្តីបំភ្លឺព័ត៌មានណាមួយដែរក្រោយពីផ្ទុះព័ត៌មានយ៉ាងកក្រើកតាមបណ្ដាញសង្គមអំពីការចម្រិតទារប្រាក់ចំនួន$9,000នេះតើថ្នាក់ដឹកនាំនឹងមានចំណាត់ការវិន័យយ៉ាងដូចម្តេចចំពោះលោកឈុនឆាងហើយតុលាការនឹងអនុវត្តច្បាប់បែបណាដែរប្រសិនបើបានទទួលព័ត៌មានថ្មីបន្ថែមខ្ញុំនឹងរាយការណ៍ជូនបងប្អូនជាបន្តបន្ទាប់នៅពេលក្រោយទៀតខ្ញុំឆៃអានីតពីអង្គភាពសារព័ត៌មានកម្ពុជាឈ្នះ